សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel 8 ថ្ងៃនេះ Admin បានយករឿងភាគចិនថ្មីមួយមកសម្រាប់ចែកជូនអ្នកទាំងអស់គ្នាស្ដាប់រឿងនេះមានចំណងជើងជាភាសាអង់គ្លេសថា A Dream Like the True Love តែ Admin សូមដាក់ចំណងជើងជាភាសាខ្មែរស្នេហ៍ពិតនៅក្នុងសុបិនដែលសាច់រឿងនិយាយអំពីស្នេហារវាងនារីក្រីក្រជាមួយនឹងកូនមន្ត្រីតែសំខាន់ណាស់តួនៅក្នុងរឿងនេះក្មេងៗខ្ជូតជាពិសេសគឺតួស្រីចំមុះនឹងភ្នែកស្អាតមែនតើហើយតួប្រុសក៏សង្ហាខ្លាំងដែរទៅធ្វើឲ្យព្រះនាងចាប់អារម្មណ៍នឹងគាត់ហើយត្រង់ល្បីថាជាមនុស្សស្រីដែលចូលចិត្តតែមនុស្សប្រុសស្អាតសង្ហាបើត្រង់ពេញចិត្តហើយគ្មានអ្នកណាអាចគេចផុតបាននោះទេបើចង់ដឹងថារវាងស្នេហារបស់ពួកគេចុងក្រោយនឹងទៅជាយ៉ាងណាតោះមកស្ដាប់ការសម្រាយរបស់ Admin ទាំងអស់គ្នាមុននឹងចូលសាច់រឿងសូមជួយ Subscribe ឲ្យ Admin ម្នាក់មួយផងផ្ដើមសាច់រឿងដំបូងយើងឃើញមានស្រីស្អាតម្នាក់ត្រូវគេចងដៃចងជើងដាក់នៅលើទូកបណ្ដែតតាមទន្លេនាងគឺជាតួស្រីមានឈ្មោះថាចិនផាន់អឺជាកូនស្រីកសិករក្រីក្រត្រូវចៅហ្វាយស្រុកចាប់យកមកធ្វើជាយ៉ាញ់បូជាឲ្យអារក្សទន្លេតែជាសំណាងល្អនាងបានស្រាយចំណងហើយហែលឡើងគោកទាន់ប៉ុន្តែឧបសគ្គរបស់នាងមិនទាន់ផុតឡើយព្រោះការយកក្មេងស្រីទៅថ្វាយអារក្សទន្លេវាគ្រាន់តែជាលេសប៉ុណ្ណោះជាក់ស្ដែងគឺគេយកពួកនាងទៅលក់ធ្វើជាអ្នកបម្រើឬក៏ស្រីបននៅពេលនេះគ្រួសាររបស់នាងបានបោះបង់នាងហើយនាងមិនអាចអង្គុយរងចាំស្លាប់ទៅព្យាយាមរកវិធីរត់គេចតែភ្លាមនឹងមានយុវជនម្នាក់បានបើកទ្វារចូលមកគាត់គឺជាតួប្រុសមានឈ្មោះថាវិនស៊ូគាត់បានស៊ើបដឹងពីផែនការអាក្រក់របស់ពួកគេក៏បន្លំខ្លួនចូលមកជួយក្មេងស្រីទាំងនោះប៉ុន្តែជាអកុសលដោយសារតែគាត់មកយឺតព្រោះតែការលួចរត់ចេញរបស់ពួកនាងទៅពួកគេសម្រាប់ចោលអស់នៅសល់តែផានអឺម្នាក់គត់ដើម្បីកុំឲ្យពួកគេសង្ស័យវិនស៊ូបានចាក់នាងមួយដាវប៉ុន្តែមិនចំចំណុចសំខាន់គ្រាន់តែធ្វើឲ្យនាងសន្លប់ប៉ុណ្ណោះគេបានបញ្ជាឲ្យគាត់យកសាកសពពួកនាងទៅកាប់ចោលនៅក្នុងចំណោមពួកនាងទាំងនោះមានតែផានអឺម្នាក់គត់ដែលគាត់អាចជួយជីវិតបានគាត់ជួយលាបរបួសឲ្យនាងក្រោយពីនាងដឹងខ្លួនគាត់ក៏បានបកស្រាយថាគ្មានចេតនាចាក់នាងទេប៉ុន្តែមានតែធ្វើបែបនេះប៉ុណ្ណោះទៅពួកគេមិនសង្ស័យគាត់ហើយអាចជួយជីវិតនាងបានទៀតផងបើនាងមិនពេញចិត្តដែលខ្ញុំមើលឃើញរូបរាងកាយវាប៉ះពាល់ទៅដល់គេឈ្មោះមនុស្សស្រីនាងអាចទៅខេត្តពីនយ៉ាងរកខ្ញុំបានផានអឺក៏លុតជង្គង់គ្រាន់តែគុណជួយជីវិតនេះគឺវាធំធេងណាស់ទៅហើយខ្ញុំអរគុណខ្ញុំនឹងរកវិធីសងគុណលោកដោយវិធីរបស់ខ្ញុំវិនស៊ូបានយកស្បែកជើងពាក់ឲ្យរួចជូននាងទៅផ្ទះប៉ុន្តែនាងមិនបានទៅផ្ទះទេមកដល់កន្លែងមួយនាងប្រាប់គាត់ថាដល់ផ្ទះហើយបន្ទាប់មកក៏ដើរទៅនិយាយជាមួយនឹងបុរសម្នាក់ថានាងចង់លក់ខ្លួនបុរសម្នាក់នោះបានសួរមានការយល់ព្រមពីឪពុកម្ដាយរបស់នាងហើយឬនៅដោយសារតែចិត្តស្អប់ឪពុកព្រោះបានលក់នាងដើម្បីយកប្រាក់ទៅផ្គត់ផ្គង់កូនប្រុសរបស់គាត់ហើយតែងតែធ្វើបាបនាងនឹងម្ដាយនាងក៏បានឆ្លើយខ្ញុំមិនចាំបាច់មានការយល់ព្រមពីគាត់ទេខ្ញុំអាចសម្រេចចិត្តដោយខ្លួនឯងបានមានតែធ្វើបែបនេះប៉ុណ្ណោះទើបឪពុកនាងមិនធ្វើបាបម្ដាយនឹងអាចយកប្រាក់ដែលបានមកពីការលក់ខ្លួនទៅឲ្យម្ដាយព្យាបាលជំងឺហើយនាងបានបដូរឈ្មោះទៅជាចិនប៉ៅយិនវិញពួកគេបានយកនាងមកលក់ឲ្យគ្រួសារមន្ត្រីមួយនៅឯខេត្តពីនយ៉ាងអាចថាជានិស្ស័យក៏ថាបានគឺលក់ឲ្យត្រកូលវិនគ្រួសាររបស់វិនស៊ូគាត់មានបងប្អូន3នាក់បងស្រីធំមានឈ្មោះថាវិនយូនាងបានរៀបការចូលទៅក្នុងគ្រួសារស៊ូហើយនិងប្អូនស្រីពៅឈ្មោះថាវិនឈីងនាងក្មេងស្រីឈីងនាងគ្រាន់តែបានឃើញប៉ៅយិនភ្លាមមានអារម្មណ៍ថាស្រឡាញ់ចូលចិត្តក៏សុំម្ដាយឲ្យនាងនៅជាមួយហើយបានហៅនាងថាបងស្រីទៀតផងប៉ៅយិនបដិសេធនាងថានាងគ្រាន់តែជាអ្នកបម្រើមិនសមឲ្យអ្នកនាងទី2ហៅបែបនេះឡើយអ្នកស្រីវិនថាមិនអីទេដោយសារតែឈីងនាងធ្លាប់មានបងស្រីទៅទម្លាប់មាត់នាងចូលចិត្តហៅឲ្យនាងហៅចុះលោកម្ចាស់វិននិងលោកស្រីវិនជាមនុស្សល្អណាស់ចិត្តទូលាយមិនចេះរើអាងវណ្ណៈបានហៅអ្នកបម្រើរួមតុអាហារជាមួយប៉ៅយិនរំភើបចិត្តខ្លាំងមែនទែនដែលមានម្ចាស់ចូលចិត្តនិងផ្ដល់ភាពកក់ក្ដៅបែបនេះជាពិសេសគឺអ្នកនាងទី2យកចិត្តទុកដាក់នឹងនាងខ្លាំងណាស់កំពុងតែរៀបចំញ៉ាំអាហារស្រាប់តែអ្នកប្រុសវិនស៊ូមកដល់មើលទៅគ្រួសាររបស់ពួកគាត់ពោពេញទៅដោយក្តីស្រឡាញ់មកដល់ភ្លាមក៏សួរសុខទុក្ខប្អូនស្រីមើលទៅដូចជាស្គមច្រើនណាស់ញ៉ាំមិនឆ្ងាញ់មែនទេឈីនាងបានប្រាប់ថាអត់ទេនាងញ៉ាំបានគ្រប់គ្រាន់ណាស់រួចកណែនាំប្រាប់បងប្រុសថានេះគឺជាបងស្រីថ្មីរបស់ខ្ញុំគាត់ឈ្មោះប៉ៅយិនស្មានមិនដល់ថាអាចជួបអ្នកមានគុណម្ដងទៀតប្រហែលនេះជាជោគវាសនាដែលនាំឲ្យនាងមកសងគុណដល់គាត់ភ្លាមនឹងអ្នកបម្រើបានរត់មកប្រាប់ថាមានរឿងមិនល្អហើយព្រះនាងអញ្ជើញអ្នកប្រុសឲ្យទៅជួបគ្រាន់តែឮថាជាព្រះនាងភ្លាមលោកម្ចាស់និងលោកស្រីចាប់ផ្ដើមភ័យព្រោះទ្រង់ចូលចិត្តបុរសសង្ហាណាស់ឲ្យតែអ្នកដែលទ្រង់សពប្រតិគ្មានអ្នកណាម្នាក់អាចគេចផុតឡើយតាមធម្មតាវិនស៊ូមិនសូវមកផ្ទះទេ
ព្រោះតែរវល់រៀនដើម្បីប្រឡងចូលជាមន្ត្រីយូរទៅមកម្ដងប្រហែលជាទ្រង់បានដំណឹងថាគាត់ត្រឡប់មកវិញទៅមកអញ្ជើញភ្លាមបែបនេះពួកគាត់កំពុងតែបារម្ភបើយល់ព្រមឲ្យកូនទៅគេឈ្មោះគ្រួសារនិងការខិតខំប្រឹងប្រែងរៀនអស់ជាច្រើនឆ្នាំនឹងត្រូវអាសាបង់តែបើបដិសេធគ្រួសារទាំងមូលនឹងត្រូវមានទោសប្រឆាំងរាជបញ្ជាលោកម្ចាស់វិនប្រាប់ឲ្យកូនត្រឡប់ទៅសាលារៀនវិញទៅទុកទីនេះឲ្យគាត់ជាអ្នកដោះស្រាយតែវិនស៊ូមិនព្រមបើគាត់ចាក់ចេញគ្រួសារទាំងមូលប្រកាសជាមានបញ្ហាប៉ៅយិនបានគិតឃើញវិធីមួយគឺធ្វើពុតជាមានជំងឺឆ្លងបែបនេះមិនចាំបាច់ទៅហើយក៏អាចការពារគ្រួសារបានទៀតផងពួកគាត់ក៏យល់ព្រមធ្វើតាមនាងពេលកំពុងតែលាបថ្នាំក្រហមធ្វើជារោគសញ្ញាคล้ายៗវិនស៊ូបានសួរតើត្រូវលាបមុខដែរអត់ប៉ៅយិនក៏តបគឺត្រូវតែលាបបែបហ្នឹងទៅដោយការពិតគាត់បានអោនមុខទៅចិត្តធ្វើឲ្យនាងមានអារម្មណ៍ភ័យញ័រដៃតាមពិតពួកគេទាំងពីរសុទ្ធតែមានចិត្តឲ្យគ្នាទៅវិញទៅមកគ្រាន់តែដូចជាលឿនពេកព្រោះទើបតែជួបគ្នាបាន2ដងគាត់សួរនាងថារបួសយ៉ាងម៉េចហើយខ្ញុំបានបញ្ជូនមនុស្សឲ្យស្វែងរកតែដោយសារនាងបដូរឈ្មោះទៅរកមិនឃើញហេតុអីបានជានាងលក់ខ្លួនឯងប៉ៅយិនតបថារបួសខ្ញុំចិត្តជាសះស្បើយហើយខ្ញុំលក់ខ្លួនព្រោះតែយកប្រាក់ទៅឲ្យម្ដាយព្យាបាលជំងឺអាចឲ្យគាត់រស់បានប្រហែលឆ្នាំទៅមុខទៀតខ្ញុំគ្រាន់តែជាមនុស្សគ្មានតម្លៃពួកគេចាត់ទុកថាខ្ញុំបានស្លាប់ជាមួយក្មេងស្រីទាំងនោះហើយប៉ុន្តែខ្ញុំស្មានមិនដល់ថាអាចជួបលោកនៅទីនេះម្ដងទៀតនៅក្នុងបន្ទប់ពួកគេធ្វើជាបង្ហុយផ្សែងថ្នាំសម្រាប់មេរោគរួចប្រាប់ទៅអាម៉ាតថាអ្នកប្រុសកំពុងតែមានជំងឺឆ្លងកុំឲ្យគាត់ចូលទៅចិត្តពេកប្រយ័ត្នឆ្លងឃើញស្ថានភាពវិនស៊ូដេកស្ដុកស្ដឹងមានកន្ទួលក្រហមពេញខ្លួនពេញមុខពួកគេក៏ជឿហើយនាំគ្នាត្រឡប់ទៅវិញក្រោយអាម៉ាតចេញទៅអស់វិនស៊ូក៏បានរៀបចំបង្វិចចេញទៅដែរផ្ដាំឲ្យពុកម៉ែរងចាំគាត់នឹងប្រឡងចូលជាមន្ត្រីឲ្យបាន5ខែកន្លងផុតទៅប៉ៅយិនបានត្រឹមតែអង្គុយមើលកន្សែងដៃដែលវិនស៊ូបានបិទរបួសឲ្យគាត់ការជួបគ្នាលើកដំបូងស្រាប់តែអ្នកបម្រើប្រុសម្នាក់រត់មកប្រាប់អ្នកប្រុសបានប្រឡងជាប់ហើយពេលនេះកំពុងតែធ្វើដំណើរត្រឡប់មកវិញទឹកមុខដែលស្រពាប់ស្រពោនក៏ប្រែជារីករាយគ្រួសារទាំងមូលសុទ្ធតែមានស្នាមញញឹមត្រេកអរតែការត្រេកអរនេះមិនបានប្រមាណនាទីផងក៏មានទាហានមួយក្រុមចូលមកប្រកាសលោកមន្ត្រីសុងមានទោសប្រមាថព្រះចៅអធិរាជយោងតាមពាក្យសារភាពលោកមន្ត្រីវិនជាប់សង្ស័យជាបពុរបស់គាត់គ្រួសារវិនទាំងមូលលើកលែងតែកូនស្រីដែលរៀបការហើយនិងក្មេងក្រោមអាយុ15ឆ្នាំក្រៅពីនេះត្រូវចាប់ដាក់គុកនិងរឹបអូសទ្រព្យសម្បត្តិទាំងអស់អ្នកស្រីវិនបានចែកលិខិតលក់ខ្លួនទៅឲ្យអ្នកបម្រើវិញព្រមទាំងប្រាក់មួយចំនួនកុំឲ្យពួកគេជាប់ពាក់ព័ន្ធជាមួយនឹងគ្រួសាររបស់គាត់ប៉ៅយិនមិនព្រមទៅព្រោះគ្រួសារវិនមានគុណធំធេងណាស់ចំពោះនាងសុខចិត្តនៅស្លាប់រស់ជាមួយអ្នកស្រីវិនបានប្រកល់ឈិញនាងឲ្យទៅនាងជួយមើលថែនិងនាំនាងទៅរកយូនាងផងពេលមកដល់គ្រួសារស៊ូដោយសារតែយូនាងកំពុងតែមានផ្ទៃពោះពួកគេបានបិទដំណឹងមិនឲ្យនាងដឹងខ្លាចប៉ះពាល់ទៅដល់កូនហើយហាមអ្នកបម្រើមិនឲ្យអ្នកណាចូលជួបទេឈិញនាងយំរហូតដល់សន្លប់ប៉ៅយិនបានអៀវនាងដើររកពេទ្យទាំងភ្លៀងប៉ុន្តែគ្មានអ្នកណាព្រមបើកទ្វារជួយនាងឡើយកំពុងតែអស់សង្ឃឹមក៏មានបុរសម្នាក់បានមកជួយពួកនាងគាត់មានឈ្មោះថាលូតេងគាត់បានដាំថ្នាំហើយឲ្យផ្ទះពួកនាងស្នាក់នៅពេលដែលឈិញនាងដឹងខ្លួនមកក៏យំរហូតនាងថាឪពុកម្ដាយរបស់នាងបោះបង់នាងហើយពេលនេះសូម្បីតែបងស្រីយូនាងក៏បោះបង់នាងដែរឃើញអ្នកនាងទី2យំខ្លាំងពេកប៉ៅយិនបានយកត្បូង2គ្រាប់មកលួងនាងនិយាយថាជីវិតមនុស្សម្នាក់ប្រៀបបីដូចជាត្បូងនេះអញ្ចឹងនៅពេលដែលដាក់វានៅកន្លែងងងឹតវានឹងងងឹតគ្មាននរណាម្នាក់ខ្វល់នឹងវាទេប៉ុន្តែនៅពេលដែលដាក់វានៅកន្លែងភ្លឺវានឹងបញ្ចេញពន្លឺចម្រុះពណ៌ដ៏ស្រស់ស្អាតដូច្នេះប្រសិនបើគ្មានពន្លឺយើងត្រូវតែបំភ្លឺវាដោយខ្លួនឯងវាក៏អាចភ្លឺបានដែរនៅពេលដែលភ្លឺហើយផ្លូវនឹងកាន់តែរលូនពួកយើងត្រូវតែបន្តឆ្ពោះទៅមុខវាអាចនឹងពិបាកបន្តិចប៉ុន្តែខ្ញុំបានសន្យាជាមួយនឹងលោកស្រីថានឹងការពារអ្នកនាងខ្ញុំនឹងមិនបោះបង់អ្នកនាងចោលទេខ្ញុំនឹងនៅជាមួយអ្នកនាងចាត់ទុកអ្នកនាងដូចជាកៅភ្នែករបស់ខ្ញុំឈ្មោះរបស់ខ្ញុំប៉ៅយិនចាប់ពីថ្ងៃនេះតទៅអ្នកនាងគឺជាប៉ៅស៊ូប្អូនស្រីរបស់ខ្ញុំក្រោយពីស្ដាប់ការលួងលោមរបស់ប៉ៅយិនហើយប៉ៅស៊ូក៏ស្ងប់ចិត្តព្រមគេងបន្ទាប់ពីគ្រួសារវិនដួលរលំប៉ៅយិនបានយកជំនាញដែលបានរៀនខ្លះកាលនៅក្នុងគ្រួសារវិនមកធ្វើជាមុខរបរចិញ្ចឹមជីវិតនាងបានធ្វើម្ហូបមកលក់នៅផ្សាររាល់ថ្ងៃមួយក៏ទទួលបានដំណឹងថាគ្រួសារស៊ូបានរើចេញពីបិណ្ឌយ៉ាងត្រឹមតែមួយយប់ដោយសារតែខ្លាចជាប់ពាក់ព័ន្ធម្យ៉ាងគ្រួសារវិនពេលនេះមិនបានទទួលទោសប្រហារជីវិតនោះទេគ្រាន់តែជាប់គុកប៉ុណ្ណោះប៉ៅយិនបានសោកអ្នកយាមដើម្បីនាំប៉ៅស៊ូទៅជួបឪពុកម្ដាយរបស់នាងនៅក្នុងគុកពេលដែលបានជួបកូនស្រីពួកគាត់ទាំងពីរត្រេកអរខ្លាំងណាស់ប៉ៅស៊ូបានប្រាប់ទៅពុកម៉ែថាពេលនេះឈ្មោះរបស់នាងមិនមែនឈិញនាងទៀតទេបងស្រីប៉ៅយិនបានដាក់ឈ្មោះថ្មីឲ្យគឺឈ្មោះតាប៉ៅស៊ូប៉ៅយិនលុតជង្គង់
សុំទោសដែលនាងប្តូរឈ្មោះអ្នកនាងទី2ដែលចិត្តឯងព្រោះតែខ្លាចថ្ងៃក្រោយមន្ត្រីស៊ើបដឹងនឹងមានគ្រោះថ្នាក់ទៅដល់អ្នកនាងលោកម្ចាស់វិនមិនបានខឹងនាងទេថែមទាំងអរគុណនាងខ្លាំងទៀតផងដែលបានជួយការពារនិងមើលថែកូនស្រីរបស់គាត់ថាបើថ្ងៃណាមួយគ្រួសារវិនអាចក្រោកឈរឡើងវិញគាត់នឹងដាក់ឈ្មោះនាងចូលទៅក្នុងបញ្ជីគ្រួសាររបស់គាត់ដែរប៉ៅយិនណាបានតបទៅវិញនាងមិនត្រូវការឈ្មោះជាអ្នកនាងអីទេគ្រប់យ៉ាងដែលនាងធ្វើគ្រាន់តែចង់សងគុណដែលកន្លងមកពួកគាត់បានធ្វើល្អដាក់នាងចាត់ទុកថាវាជារង្វាន់សម្រាប់គាត់ទៅចុះប៉ៅស៊ូក៏ស៊ូរកបងប្រុសលោកម្ចាស់វិនប្រាប់ថាគាត់ក៏មិនដឹងដែរមិនដឹងថាពួកគេយកស៊ូអឺទៅឃុំនៅកន្លែងណាហើយក៏មិនដឹងថាពេលនេះគេស្លាប់ឬក៏រស់យើងកាត់មកមើល3ថ្ងៃក្រោយមកជាពិធីបណ្ដែតកូមប៉ៅយិនណាបាននាំប៉ៅស៊ូមកដើរលេងគ្រប់ពាក្យដែលនាងបានបួងសួងមិនមែនដើម្បីខ្លួនឯងគឺសូមឲ្យអ្នកមានគុណឆាប់ត្រឡប់មកវិញមានសុខភាពល្អមានសុវត្ថិភាពហើយសូមឲ្យគ្រួសារវិនណាឆាប់បានជួបជុំគ្នាដើរមកដល់លើស្ពានក៏ឮប្រជារាស្ត្រនិយាយនោះគឺជាទូករបស់ព្រះនាងច្បងគឺជាបុត្រីសំណប់របស់ព្រះចៅអធិរាជទ្រង់ជាស្ត្រីដែលមានអំណាចកាន់កាប់រឿងក្តីនៅក្នុងខេត្តរបស់ពួកយើងសូម្បីតែពួកមន្ត្រីក៏មានការខ្លាចរអាជាមួយទ្រង់ដែរហើយឮមកថាស្វាមីរបស់ទ្រង់លួចមានស្រីទៅទ្រង់ឲ្យគេកាត់របស់នោះចោលនេះជាមូលហេតុដែលទ្រង់ទុកបរោះវ័យក្មេងសង្ហាជាច្រើនណាស់នៅក្បែរព្រះកាយឲ្យតែទ្រង់សពព្រះតីគ្មាននរណាម្នាក់អាចគេចផុតឡើយអ្វីដែលប៉ៅយិននិងប៉ៅស៊ូមើលឃើញធ្វើឲ្យពួកនាងស្មានមិនដល់ថាមនុស្សប្រុសដែលដេកលើគ្រែជាមួយព្រះនាងនៅលើទូកនោះគឺជាវិនស៊ូហើយរឿងរបស់យើងសូមស្លេះតែត្រឹមប៉ុណ្ណេះសិនបើការសម្រាយរបស់ admin មានកំហុសឆ្គងត្រង់ណាសូមអធិស្ឋានផងសូមចាំស្ដាប់ការសម្រាយរបស់ admin នៅភាគក្រោយបន្តទៀតជម្រាបលាបាយបាយ